ពេលធ្វើបន់ទៀនម្ដងយើងរៀនប្រឡែងសัตว์ប្រឡែងអីហ្នឹងបានបន់ច្រើនណាស់គឺហៅថាអភ័យទានសង្គ្រោះជីវិតគេមិនសម្លាប់ជីវិតគេនឹងបានបន់ច្រើនសត្វកំពុងតែមានភ័យយើងបានប្រឡែងគេហ្នឹងរំដោះគេពីសេចក្តីភ័យព្រួយនឹងប្រឡែងសត្វយើងរៀនប្រឡែងសត្វហើយមួយទៀតយើងត្រូវរៀនប្រឡែងដែរគឺរៀនប្រឡែងចិត្តខ្លួនឯងពីរឿងអតីតកាលរឿងអត់ល្អជាច្រើនដែលយើងបានជួបមកហើយហ្នឹងយើងកុំឃុំខ្លួនឯងជាមួយនឹងរឿងអតីតកាលច្រើនពេកកុំឃុំខ្លួនឯងនៅក្នុងសំណាញ់នៃបញ្ហាច្រើនពេករឿងខ្លះបើយើងដាក់ចិត្តដល់ល្អប្រកបដោយបញ្ញាដោះបានស្រួលទេតែអាការដែលយើងជួយចិត្តដាក់សម្ពាធខ្លួនឯងឃុំខ្លួនឯងឲ្យនៅក្នុងសំណាញ់នៃត្រង់បញ្ហាហ្នឹងវាធ្វើឲ្យយើងជាប់តាក់រឿងអតីតកាលអីហ្នឹងច្រើនរហូតដោះមិនបានទេអញ្ចឹងរៀនប្រឡែងផងប្រឡែងសัตว์ហើយប្រឡែងចិត្តផងទើបយើងបានសុខហើយបានបន់ទៀតពេលវេលាក្នុងការរស់នៅរបស់យើងម្នាក់មួយថ្ងៃមាន24ម៉ោងដូចគ្នាមួយខែមាន30ថ្ងៃមួយឆ្នាំ365ថ្ងៃដូចគ្នាតែអ្វីដែលផ្សេងគ្នាខុសពីគ្នានោះគឺការប្រព្រឹត្តការធ្វើរបស់យើងម្នាក់ហ្នឹងគឺអត់ដូចគ្នាទេដែលឲ្យទៅសំបីតែភរិយាស្វាមីប្តីប្រពន្ធដែលជាអ្នកក្បែរគ្នាដល់ចិត្តកូនគង់មានទង្វើដែលប្រព្រឹត្តខុសគ្នាដែរចឹងហើយក្នុងជីវិតយើងម្នាក់នោះអ្វីដែលចោទជាបញ្ញាសំខាន់ថាតើយើងរស់នៅដោយប្រើជីវិតឬក៏បំរើជីវិតអ្វីជាការប្រើជីវិតអ្វីជាការបម្រើជីវិតប្រើជីវិតគឺជីវិតមួយនេះដែលកើតឡើងជាមនុស្សអត្តភាពព្រោះអាស្រ័យបុណ្យជាការកម្រហើយដូច្នេះត្រូវយកនៅជីវិតមួយនេះមានរយៈពេល24ម៉ោងដូចគ្នាមួយថ្ងៃនេះធ្វើសេចក្តីល្អឲ្យបានច្រើនកាយវិជ្ជាចិត្តប្រកបដោយមេត្តាករុណាចំពោះគ្នាមានសេចក្តីអនុគ្រោះយកយល់អធ្យាស្រ័យឲ្យគ្នាឲ្យបានច្រើនតាមដែលអាចធ្វើទៅបានអញ្ចឹងការរស់នៅរបស់យើងវាមានតម្លៃទោះជាស្លាប់ទៅក៏គង់មានឈ្មោះមានគេមានយសសល់ស្លាប់មានឈ្មោះរស់មានន័យតែការដែលយើងបំរើជីវិតនេះវិញគឺជាខ្ញុំទាស័កនៃតណ្ហាគឺព្រោះតែអាស្រ័យជាមួយនឹងលៀបជាមួយនឹងយសជាមួយនឹងសរសើរជាមួយនឹងសុខយកជីវិតនេះហ៊ានប្រព្រឹត្តអំពើគ្រប់បែបយ៉ាងលួចសម្លាប់ឆក់ប្លន់បៀតបៀនអ្នកដទៃកេងប្រវ័ញ្ចកັບកេងធ្វើបាបអ្នកដទៃយ៉ាងណាក៏ដោយឲ្យតែខ្លួនឯងបាននៅរបស់នេះរបស់នោះដែលខ្លួនចង់បានអានឹងជាជន់គេជាជន់ឯងដើម្បីខ្លួនឯងបានរស់អានឹងបំរើជីវិតជាទាស័កនៃតណ្ហាហ្នឹងឯងអញ្ចឹងការដែលយើងរស់ម្នាក់មានពេលវេលាអាចនឹងវែងខ្លីអាស្រ័យជាមួយនឹងការរស់នៅគឺអាយុនឹងឯងខ្លះបានវែងខ្លះបានខ្លីទៅអញ្ចឹងអារឿងបានវែងបានខ្លីក៏វាអត់សំខាន់ទៀតសំខាន់ត្រង់ថារស់នៅហើយប្រព្រឹត្តអំពើអីទៅព្រះអង្គសម្ដែងថាការរស់នៅ100ឆ្នាំរបស់បុគ្គលដែលគ្មានសិលការរស់នៅរបស់បុគ្គលដែលមានសិលត្រឹមតែមួយថ្ងៃប្រសើរជាងអញ្ចឹងសំខាន់ត្រង់ថាការធ្វើល្អឲ្យបានច្រើនពេលស្លាប់ទៅក៏យើងបានសុខទាំងក្នុងលោកមុខខាងនេះលោកខាងមុខហើយអ្នកដែលធ្វើបាបនោះបាបទាំងក្នុងលោកនេះបាបទាំងក្នុងលោកខាងមុខគឺថាលំបាកព្រោះបាបហ្នឹងវាឲ្យផលជាទុក្ខចំណែកបុណ្យវាឲ្យផលជាសុខដូច្នេះយើងគ្រប់គ្នាសុខប្រាថ្នាសុខដូច្នេះបើចង់បានសុខត្រូវតែរៀនធ្វើបុណ្យធ្វើល្អឲ្យបានច្រើនទោះបីជាអតីតកាលលំបាកជួចចត់វេទនាយ៉ាងណាដរាបណានៅមានជីវិតនៅតែមានក្តីសង្ឃឹមក្នុងការចាប់ផ្ដើមសាជាថ្មីជាមួយនឹងអំពើល្អដើម្បីប៉ះប៉ូវនៅសកម្មភាពណាមួយដែលយើងបានធ្វើខុសកន្លងមកពីអតីតកាលដូច្នេះរឿងអតីតកាលឲ្យវាកន្លងទៅចោះឲ្យព្យាយាមកសាងនៅបច្ចុប្បន្ននេះឲ្យបានល្អទើបយើងមិនសូវស្ដាយក្រោយមិនមានវិបត្តិសារីនៅពេលខាងមុខសេចក្តីមិនប្រមាទជាផ្លូវនៃសេចក្តីមិនស្លាប់សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ជនទាំងឡាយដែលប្រមាទហើយឈ្មោះថាមិនស្លាប់ជនទាំងឡាយដែលប្រមាទហើយទុកដូចជាមនុស្សស្លាប់ទៅហើយពួកបណ្ឌិតបានជ្រាបនៅដំណើរនេះដោយប្លែកគ្នាទើបស្ថិតនៅក្នុងសេចក្តីមិនប្រមាទរីករាយក្នុងសេចក្តីមិនប្រមាទ
បណ្ឌិតទាំងនោះជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរអរិយបុគ្គលទាំងឡាយមានការពិនិត្យជាប្រក្រតីមានព្យាយាមជាប់តគ្នាមានសេចក្តីប្រឹងប្រែងមមុនជានិច្ចជាអ្នកមានប្រាជ្ញាតែងប៉ះពាល់នៅព្រះនិព្វានជាទីខ្សែមចាក់យោគៈជាគុណជាតិដ៏ប្រសើរបំផុតយោតែងចម្រើនកកកដល់បុគ្គលអ្នកមានសេចក្តីប្រឹងប្រែងមានស្មារតីមានការងារល្អឥតទោសជាអ្នកពិចារណារួចហើយទើបធ្វើជាអ្នកសង្រួមរស់នៅដោយធម៌មិនមានសេចក្តីប្រមាទអ្នកប្រាជ្ញក៏បីសាងកោះគឺអរហត្តផលជាកោះដែលជំនន់កិលេសជន់ពន្លិចមិនបានដោយសេចក្តីប្រឹងប្រែងផងដោយសេចក្តីមិនប្រមាទផងដោយសេចក្តីសង្រួមផងដោយសេចក្តីសង្រួមក្នុងចតុបរិសុទ្ធសិលផងដោយការទូមានអន្ត្រីផងពួកពីលជនអបឥតបញ្ញាតែងប្រកបរឿយនៅសេចក្តីប្រមាទចំណែកអ្នកប្រាជ្ញរមែងរក្សាទុកនៅសេចក្តីមិនប្រមាទដោយទ្របយ៉ាងប្រសើរអ្នកទាំងឡាយចូលកុំប្រកបរឿយនៅសេចក្តីប្រមាទចូលកុំប្រកបរឿយនៅសេចក្តីរីករាយត្រេកអរក្នុងកាមឡើយបិទបុគ្គលអ្នកមិនប្រមាទខំសង្កេតពិនិត្យរមែងបានសេចក្តីសុខដ៏ទូលាយកាលណាបណ្ឌិតបន្ទោលបងនៅសេចក្តីប្រមាទដោយសេចក្តីមិនប្រមាទនោះលោកនឹងឡើងកាន់ប្រាសាទគឺបញ្ញាជាបុគ្គលមិនសោករមែងឃើញពួកសត្វដែលមានសោកធីរជនតែងឃើញពួកជនពីលដោយបុគ្គលឈរលើកំពូលភ្នំហើយក្រឡេកមើលពួកជនដែលស្ថិតនៅផែនដីដូចនោះឯងបណ្ឌិតមានប្រាជ្ញាមុមុតកាលពួកបុគ្គលកំពុងប្រមាទលោកមិនប្រមាទកាលពួកបុគ្គលកំពុងដេកលក់លោកញាក់រលឹកច្រើនលោករមែងលះចោលនៅបុគ្គលបែបនោះដូចសេះលឿនដែលទៅចោលនៅសេះមានកម្លាំងទន់ទាបដូចនោះឯងមគ្គមានុបដល់នៅភាពជាបុគ្គលប្រសើរបំផុតជាងទេវតាទាំងឡាយព្រោះតែសេចក្តីមិនប្រមាទអ្នកប្រាជ្ញទាំងឡាយតែងសរសើរនៅសេចក្តីមិនប្រមាទថ្មេះតេះដៀលនៅសេចក្តីប្រមាទសពកាលភិក្ខុអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទឬឃើញភ័យក្នុងសេចក្តីប្រមាទតែដុតចោលសង្យោជនៈទាំងតូចទាំងធំដូចភ្លើងឆេះរាល់នៅកំតិចទាំងតូចទាំងធំដូចនោះឯងភិក្ខុអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទឬឃើញភ័យក្នុងសេចក្តីប្រមាទជាអ្នកមិនគួរនឹងសាបសូន្យចក្ខគុណធម៌ឈ្មោះថាស្ថិតនៅក្នុងទីចិត្តនៃព្រះនិព្វានចប់អបមត្តវៈសូមអនុមោទនាពាក្យសម្ដីរបស់អ្នកដតីវាប្រៀបបីដូចជាខ្យល់ដែលមកប៉ះត្រចៀកយើងខ្យល់ដែលបក់មកប៉ះរាងកាយយើងចឹងអញ្ចឹងកុំរវល់ទៅយកពាក្យឌឺដងឌៀមដាមើងងាយតែដៀលរបស់អ្នកអតីមកគិតច្រើនពេកយើងព្យាយាមពិនិត្យមើលតារាល់ទង្វើដែលយើងធ្វើហ្នឹងវាខុសឬក៏ត្រូវផ្លូវច្បាប់ផ្លូវវប្បធម៌ផ្លូវសង្គមអីហ្នឹងទៅហើយបើសិនជាយើងពិនិត្យឃើញហើយថាទង្វើដែលយើងបានធ្វើនោះវាជាទង្វើល្អហើយអញ្ចឹងការតេដៀរបស់អ្នកដតីនោះកុំយកមកដាក់ក្នុងចិត្តច្រើនពេកគឺនាំលសៅមកចិត្តហើយមិនសូវបានសុខក្នុងខ្លួនទេអញ្ចឹងយកទង្វើល្អដែលយើងបានធ្វើមកនោះវាជាអាហារជាកម្លាំងសម្រាប់អភិវឌ្ឍផ្លូវចិត្តយើងឲ្យបានច្រើនបាត់តែជីវិតនេះជាទុក្ខពិតតែសូមឲ្យការទុក្ខក្នុងរឿងដែលគួរការទុក្ខចោះដូចជាការកើតការចាស់ការឈឺការស្លាប់សុទ្ធតែជាហេតុនៃសេចក្តីទុក្ខសុទ្ធតែនាំឲ្យការទុក្ខសូមឲ្យទុក្ខក្នុងរឿងដែលគួរការទុក្ខចោះចំណែកឯរឿងដតីដែលមិនជាហេតុសមគួរសមទំនងដល់ការកើតទុក្ខនោះទេត្រូវមាននៅបញ្ញាពិចារណាដោយល្អហើយដកខ្លួនចេញអំពីសេចក្តីទុក្ខទាំងនោះសត្វទាំងឡាយហ្នឹងតែងទៅសោកស្ដាយទៅជាប់ជាពាក់អាឡោះអាល័យជាមួយនឹងរឿងដែលកន្លងហើយទៅរវើរវាយទៅកើតទុក្ខមិនសុខចិត្តជាមួយនឹងរឿងអនាគតដែលបន្តមកដល់តែភ្លេចទីលំនៅនៃខ្លួនពិតប្រាកដគឺបច្ចុប្បន្នផ្ទះនៃចិត្តដែលត្រូវរស់នៅនេះមិនមែនផ្ទះអនាគតទេហើយក៏មិនមែនជាផ្ទះនៃអតីតកាលដែរតែជាផ្ទះនៃបច្ចុប្បន្នរឿងដែលមិនទាន់មកដល់ចិត្តនេះតែងតែគិតតែងតែរំពៃហើយបង្កនៅសេចក្តីទុក្ខអាការដែលគិតហើយនាំឲ្យកើតតែបញ្ហាផ្លូវចិត្តនេះមិនមែនជាឈ្មោះនៃបុគ្គលបកាយគិតទេណាមនុស្សដែលបកាយគិតគឺជាមនុស្សដែលមាននៅយោនិសោមនសិការៈយោនិសោមនសិការៈកាន់តែគិតកាន់តែពិចារណាកាន់តែមាននៅប្រាជ្ញាណាយោនិសោមនសិការៈគិតដែរតែមានឧបាយដ៏ទំនងក្នុងការលើកចិត្តក្នុងពិចារណានៅសាច់រឿងថាខាងមុខនឹងទៅជាយ៉ាងណាហើយ
ព្រមទៅតាមលំអាននៃសេចក្តីពិតនោះឯងអានឹងឈ្មោះថាមនុស្សបកែគិតយោនិសោមនសិការៈមួយទៀតគិតទៅរឿងអនាគតគិតយូរទៅបបាក់ចិត្តទៅអាចិត្តនឹងកំពុងតែជួបជាមួយនឹងរឿងអបច្ចុប្បន្នហើយនោះទៅកើតទុកជាមួយនឹងអារឿងដែលមិនតមកដល់ទៀតអានឹងអយោនិសោមនសិការៈគិតកាន់តែយូរកើតទុកកាន់តែច្រើនដូចជាក្នុងសេចក្តីស្លាប់ក្នុងសេចក្តីស្លាប់ក៏អាចជាបទមួយសម្រាប់ឲ្យយើងពិចារណាកើតកុសលបានហើយក៏ជាហេតុមួយឲ្យយើងពិចារណាហើយកើតសេចក្តីទុក្ខបានអាស្រ័យនៅលើរឿងយោនិសោមនសិការៈនិងអយោនិសោមនសិការៈបុគ្គលដែលមានយោនិសោមនសិការៈយកនៅសេចក្តីស្លាប់មករំលឹកគឺមរណានុសតិក្នុងសតិ10ពិចារណាឃើញថាជីវិតនេះវាមិនទៀងវាមានសេចក្តីប្រែប្រួលជាធម្មតាវាមិនអាចក្រោមអំណាចនៃបុគ្គលណាទេសូម្បីតែជីវិតយើងវាមិនទៀងមិនក្រោមអំណាចយើងតែឲ្យរបស់ជុំវិញប្តីប្រពន្ធភរិយាស្វាមីទៀងដូចម្ដេចក្រោមអំណាចយើងដូចម្ដេចពិចារណាឃើញដល់បាយដូចនេះហើយខំធ្វើសេចក្តីល្អសាងសេចក្តីល្អដល់គ្នានឹងគ្នាឃើញថាសេចក្តីស្លាប់នឹងវាមិនទៀងតែអាការស្លាប់វាទៀងតែនឹងស្លាប់តែមិនដឹងស្លាប់ពេលណាឃើញតែអញ្ចឹងខំប្រឹងសាងសេចក្តីល្អបានច្រើនទានមិនទាន់ធ្វើក៏ធ្វើសិលមិនទាន់ធ្វើក៏រក្សាភាវនាមានសមថៈភាវនាបស្សនាភាវនាពិចារណាឃើញថាខ្លួនមិនទាន់បានធ្វើក៏បញ្ញាបញ្ញាធ្វើឃើញថាពេលវេលាដែលយើងត្រូវនៅវាកាន់តែតិចទៅស្បោចទៅមួយឆ្នាំមួយថ្ងៃពេលវេលា1ម៉ោង2ម៉ោងកាន់តែកន្លងពេលវេលាចេះតែថ្មីតែអាយុយើងកាន់តែចាស់ទៅកាន់តែអស់ទៅកាន់តែខ្លីទៅឃើញដូច្នេះពិចារណាដូច្នេះវាកើតនៅបញ្ញាគណៈដែលកើតនៅបញ្ញានឹងឯងជាតួនៃមហាកុសលគាត់តែពិចារណារឿងស្លាប់ណាកើតបន់បានណាឃើញគាត់តែពិចារណារឿងស្លាប់កើតបន់បានឲ្យយើងបញ្ញាធ្វើសេចក្តីល្អដល់គ្នានឹងគ្នាបានពួកយើងពេលខ្លះយើងមានអារម្មណ៍ថាឲ្យយើងអាចនៅ20ឆ្នាំទៀត10ឆ្នាំទៀត5ឆ្នាំទៀតទៅតែវារឿងនឹងវាមើលមិនឃើញរឿងខ្លះជួបគ្នាសុកទៅចេញទៅដោយហេតុណាមួយទៅធ្វើឲ្យយើងលេងបានជួបគ្នាតទៅទៀតក៏មានណាបើមិនបែករស់ក៏បែកស្លាប់អញ្ចឹងត្រូវប្រឹងធ្វើសេចក្តីល្អដែលអំណាចនៃយោនិសោមនសិការៈហ្នឹងមួយវិញទៀតអយោនិសោមនសិការៈគិតរឿងអនាគតដែរគិតរឿងស្លាប់ភ័យបដ ாய் ឆោឡោបដ ாய் អារឿងលៀបយមមិនទាន់បានខំប្រឹងដើម្បីបានទៅគៀបសង្កត់ទៅគិតរឿងទុច្ចរិតណាខ្លួនរស់នៅដោយអំណាចនៃអារបស់ដែលមិនមាននឹងធ្វើឲ្យជាបញ្ហាទាំងដែលអាលៀបយមកំពុងមានបច្ចុប្បន្នអត់សុខទៅសុខជាមួយនឹងអាលៀបទៅកើតទុកជាមួយនឹងរឿងលៀបរឿងយុដែលមិនទាន់មកដល់នោះយើងមើលអ្នកខ្លះគាត់មានធនធានតែគាត់ភ្លេចសបាយជាមួយអារឿងធនធានដែលគាត់មានពេញចិត្តស្កប់ស្កល់ជាមួយធនធានដែលខ្លួនឯងមានទៅកើតទុកជាមួយនឹងរឿងមិនទាន់មកដល់ទៅកើតទុកជាមួយនឹងអារឿងទ្របដែលមិនទាន់មកដល់ចុះអារបស់ដែលមានភ្លេចសបាយភ្លេចត្រេកអរជាមួយនឹងរបស់ដែលមានហើយទៅជាប់ជាពាក់ទៅកើតទុកជាមួយនឹងរបស់ដែលអត់យើងគិតយើងគិតពីហ្នឹងតើរបស់នងជាមេបញ្ហាឬក៏អាចិតគិតមិនត្រូវជាមេបញ្ហាយើងទោះបីជាយើងក្ររស់នៅក្នុងផ្ទះស្បូវគ្រាន់បើជាងទៅនៅក្នុងទីឃុំឃាំងដែលត្រជាក់ណាវាខុសគ្នារឿងមានសេរីភាពណាហើយសេរីភាពដែលពិតប្រាកដគឺសេរីភាពក្នុងផ្លូវចិត្តដែលយើងបានគ្រប់គ្រងឲ្យល្អអញ្ចឹងតើយើងសពថ្ងៃគួររស់នៅជាមួយនឹងបច្ចុប្បន្នឬក៏ទៅរស់នៅជាមួយនឹងអតីតកាលរស់ជាមួយបច្ចុប្បន្នឬក៏ទៅរស់ជាមួយនឹងអតីតកាលបច្ចុប្បន្នរស់នៅជាមួយនឹងបច្ចុប្បន្នឬក៏ទៅរស់នៅជាមួយនឹងអនាគតបច្ចុប្បន្នទៀតហ្នឹងអញ្ចឹងអនាគតគ្រាន់តែជារឿងតមកដល់ទេហើយអតីតកាលវាកន្លងហើយទោះជាយើងបានធ្វើល្អក្តីធ្វើអាក្រក់ក្តីសោកស្ដាយក្តីកើតទុក្ខក្តីសប្បាយចិត្តក្តីមិនសប្បាយក្តីរឿងដែលកន្លងគឺវាតែងតែកន្លងយើងចិត្តយើងបែបណាក៏អារឿងកន្លងវាទៅនៅតែកន្លងនោះវាមិនអាចមកវិញបានទេទោះជាយើងនឹកឃើញអារឿងពីមុនហើយសប្បាយចិត្តវាត្រឹមតែបានសប្បាយចិត្តតែអាមុនវាបែកមានមកពីណាវាអារឿងដែលកន្លងទៅវាដូចជាយើងយល់សពចឹងយើងធ្លាប់មានយុះមានស័ក្តិអីទៅដល់ឥឡូវយើងអស់យុះអស់ស័ក្តិដោយដែលយើងយល់សពពីមុនយើងបានជាស្ដេចជាមហាសេដ្ឋីដូចតែគ្នាបើយើងប្រៀបធៀបឧបមាព្រោះអីដែលព្រះអង្គចេះតែឲ្យយើងឧបមានេះឧបមានោះប្រៀបធៀបនេះប្រៀបធៀបនោះហ្នឹងដើម្បីយើងងាយយល់តែកាលណាយើងងាយយល់ទៅយើងមានការគិតដោយឧបាយដ៏ត្រឹមត្រូវតែគិតដោយឧបាយដ៏ត្រឹមត្រូវតើចិត្តសុខឬក៏គេផ្សេងសុខ
យើងអ្នកគិតខ្លួនឯងឲ្យបានសុខខ្លួនឯងហ្នឹងឯងអញ្ចឹងអាការដែលចេះតែរកឧបាយដាស់តឿនខ្លួនឯងរកឧបាយឲ្យចិត្តខ្លួនឯងបានសេចក្តីសុខជាមួយនឹងអ្វីដែលខ្លួនឯងកំពុងតែរស់នៅនឹងឯងជាយោនិសោមនសិការៈហើយអាការឧបាយដែលអញ្ចឹងឯងណាវាជាបដិបទាដោះស្រាយទុក្ខហ្នឹងណាអាការដែលយើងចេះតែរកកន្លឹះដើម្បីឲ្យខ្លួនឯងបានចេញអំពីអារឿងសម្ោលអតីតកាលឬក៏រឿងខ្មៅងងឹតអនាគតដែលមិនទាន់មកដល់នឹងឯងជាបដិបទាដោះស្រាយទុក្ខដោះស្រាយទុក្ខពេលនេះបានហើយក៏ជាផ្លូវមួយដោះស្រាយទុក្ខទៅអនាគតដែរហើយអាការដែលយើងរកឧបាយឲ្យចិត្តយើងសុខនេះណាមិនមែនទៅសុខសងំក្នុងសេចក្តីទុក្ខអ្នកដទៃទេណាគឺសុខស្ងប់ដោយមិនបៀតបៀនអ្នកណាសុខនេះសុខដោយមិនបៀតបៀនអ្នកណាមិនសុខព្រោះទៅសងំក្នុងសេចក្តីទុក្ខអ្នកដទៃយកសេចក្តីទុក្ខអ្នកដទៃទ្រាំអង្គុយឲ្យខ្លួនឯងសប្បាយទេមិនអញ្ចឹងទេតែជាការពិចារណាដោយត្រឹមត្រូវពិចារណាដោយល្អិតល្អន់ហើយមាននៅចិត្តប្រកបដោយមេត្តាករុណាសេចក្តីសន្តោសប្រោសប្រណីដល់គ្នានឹងគ្នានេះឯងនេះអ្វីជាអ្វីដែលព្រះអង្គទ្រង់បង្រៀនឲ្យយើងគ្រប់គ្នាគប្បីមានគប្បីពិចារណាណាយល់ណាកាលណាយើងមានធម៌នេះប្រចាំចិត្តយើងក្នុងកាលណានោះសេចក្តីទុក្ខរមែងស្បើយហើយសេចក្តីសុខរមែងប្រកបត្បិតថាជីវិតនេះជាទុក្ខពិតតែសូមឲ្យការទុក្ខក្នុងរឿងដែលគួរការទុក្ខចោះដូចជាការកើតការចាស់ការឈឺការស្លាប់សុទ្ធតែជាហេតុនៃសេចក្តីទុក្ខសុទ្ធតែនាំឲ្យការទុក្ខសូមឲ្យទុក្ខក្នុងរឿងដែលគួរការទុក្ខចោះចំណែកឯរឿងដតីដែលមិនជាហេតុសមគួរសមទំនងដល់ការកើតទុក្ខនោះទេត្រូវមាននៅបញ្ញាពិចារណាដោយល្អហើយដកខ្លួនចេញអំពីសេចក្តីទុក្ខទាំងនោះដូចអារឿងជាប់ជាពាក់ជាមួយនឹងរបស់ដែលមិនគួរជាប់ជាពាក់ខ្លះអីរឿងខ្លះអត់ប្រយោជន៍អីថាវាមិនគួរថានឹងឲ្យកើតបាបបានក៏កើតបាបបានអញ្ចឹងណាអញ្ចឹងអារឿងអញ្ចឹងក៏បីលះក៏បីចម្រើនបញ្ញាឲ្យលះតែរឿងដែលយើងក៏បីធ្វើក៏បីដែលត្រូវគិតពីឲ្យខ្លាំងមែនតើនោះគឺបច្ចុប្បន្ននេះឯងយើងបច្ចុប្បន្នសាងសិលសាងទានសាងភាវនាកសាងនៅអរិយទ្រព្យដល់ខ្លួនឯងមានការបរិច្ចាគទានទៅណាការរក្សាសិលទៅហើយរក្សាសិលឲ្យតាំងមាំដល់អំណាចនៃហិរិនិងអោតបៈហ្នឹងទៅអារឿងទាំងអស់ហ្នឹងឯងនាំឲ្យយើងសុខហើយយើងមកទីនេះកំពុងតែសាងហេតុឲ្យកើតសេចក្តីសុខគឺយើងកំពុងតែសាងសេចក្តីល្អមកស្ដាប់ពធមកថ្វាយបង្គំព្រះសង្ឃមកថ្វាយបង្គំព្រះសង្ឃព្រះអង្គស្ដីថាការឃើញនៅសមណៈព្រាហ្មណ៍ជាមង្គលដ៏ឧត្តមមង្គលមួយបាត់ហើយមកបូជាចំពោះបុគ្គលដែលគប្បីបូជាជាមង្គលឧត្តមមង្គលមួយទៀតបាត់ហើយវាចាកនៅបុគ្គលពាសមង្គលមួយបាត់ហើយមកស្ដាប់នៅពធព្រះអង្គដែលជាធម៌មានបដិបទាមួយទៅកាន់ក៏អស់សេចក្តីទុក្ខជាមង្គលមួយទៀតបាត់វាចាកអាសេចក្តីវិនិច្ឆ័យបាត់គ្រាន់តែមកទីនេះមង្គលកើតច្រើនណាស់អញ្ចឹងត្រូវត្រេកអរជាមួយនឹងបុណ្យដែលយើងកំពុងមានពេលនេះអាការត្រេកអរក្នុងពេលនេះក្នុងសេចក្តីល្អនេះឯងជាបដិបទាដើម្បីដោះស្រាយទុក្ខទៅពេលខាងមុខហើយពិសេសនោះដោះស្រាយសេចក្តីទុក្ខក្នុងពេលបច្ចុប្បន្ននេះឯងសូមអនុមោទនាបတ်ថាជីវិតយើងម្នាក់គ្រប់គ្នាទាំងអស់មិនថាណានាទេទោះជាប្រសង់ក្តីកុហកក្តីអ្នកមានក្តីអ្នកក្រក្តីអ្នកបំរើក្តីទាសកក្តីបណ្ណៈឋានៈបនស័កខ្ពង់ខ្ពស់ថោកទាបថ្លៃថ្នូរយ៉ាងណានោះក៏ទីបំផុតរបស់យើងម្នាក់ក៏គង់តែនឹងស្លាប់ឧបមាបីដូចជាភាជដែលស្មូនឆ្នាំងដំដុតគឺធ្វើដោយដៃខ្លួនឯងទោះជាភាជនោះធំក្តីភាជនោះតូចក្តីគេដិតទៅនឹងឆ្អិនក្តីភាជខ្លះនឹងឆៅក្តីមិនបានយកមកប្រើប្រាស់ក្តីទីបំផុតនៃភាជទាំងអស់នោះគឺបែកធ្លាយទៅជាធម្មតាគ្រប់ជីវិតទាំងអស់ដែលបានកើតឡើងមកលើផែនដីនេះសពសត្វអ៊ីកមិនថាមនុស្សមិនថាសត្វទេសត្វតូចសត្វធំសត្វមើលឃើញសត្វមើលមិនឃើញសត្វជើង2សត្វជើង4សត្វជើងច្រើនសត្វមានជើងនឹងរាប់ទាំងអស់ទាំងមនុស្សទាំងសត្វអីហ្នឹងគឺថាគង់តែស្លាប់ដូចគ្នាព្រោះតែជរាព្រោះតែព្យាធិនាំជីវិតសត្វលោកទៅកាន់មច្ចុរាជតន់ទៅជរាព្យាធិការចាស់ទ្រុឌទ្រោមការឈឺនឹងឯងវាបៀតបៀននៅរូបនេះឲ្យមានរោគតែកាលណារូបនេះវាចម្រើនដោយរោគហើយរូបនេះមិនអាចតាំងនៅបានយូរទេ
វាត្រូវតែបៀតបៀនទាញទៅកាន់ជរាគ្រាន់តែជរាខ្លះយើងមើលប្រកបឃើញសក់ស្កើស្បែកជ្រួញចឹងទៅណានឹងមុខធ្លាក់ធម្មតាលោកយាយលោកតាដែលយើងសម្គាល់ថាចាស់ចាស់នោះទីមួយសម្លឹងមើលទៅលើសក់ឡើងសទៅនឹងសម្គាល់ថាចាស់ដែរអ្នកឃើញស្បែកជ្រាវជ្រួញនឹងសម្គាល់ថាចាស់ទៅត្រឹមនៅស្បែកដូចថ្មធម្មតាអីចេះមិនតន់ជ្រាវជ្រួញមិនតន់ថាចាស់ទេតែសង្កេតមើលអាការៈដែលប្រកបណាប៉ាកដាក់ជរាដែលឃើញប្រកបតែអាចរាដែលមិនប្រកបដល់ភ្នែកយើងនោះក៏វាចេះតែកើតឡើងអាចរាមិនប្រកបនៅអីគេហ្នឹងរូបយើងនេះមួយថ្ងៃមួយពេលមួយម៉ោងមួយនាទីមួយវិនាទីមួយខណៈវាកើតរលត់ប្រែប្រួលរហូតរូបយើងម្នាក់តាំងពីថ្ងៃកើតមកតាំងពីបដិសន្ធិកើតមកគឺថាវាមានការប្រែប្រួលម្ដងបន្តិចម្ដងតិចដែលយើងមិនអាចមើលតន់ណាញោមនឹងភ្នែកយើងធម្មតាមិនអាចមើលឃើញអាការកើតរលត់នៃរូបធម៌ហ្នឹងទេយើងឃើញបានតែសំណុំជាសំណុំធំទៅឃើញសក់ស្កើអីចឹងជាដើមទេយើងអាចឃើញចឹងបានតែអាចរាដែលមិនប្រកបដល់ភ្នែកយើងមើលអត់ឃើញទេចឹងយើងកាន់យកសំណុំតែអាខាងក្រៅប៉ុណ្្នឹងឯងយើងអាចមើលឃើញបានថាអ្នកនេះចាស់អ្នកនេះក្មេងទៅវាទៅអាស្រ័យនឹងអាយុសក់ស្កើអាត្មាក៏ស្កើដែរពីសរសៃឥឡូវមុនតែមកសរសៃចំទៅនេះដល់ថ្ងៃមុនមួយទៀតនោះមើលទៅវាឃើញនៅនេះមកសរសៃទៀតនឹងមកស្អីទេណាយំណានឹងបើអូមកតិចអាត្មាមិនដើរតិចទៅនឹងទេធ្លាប់តិចទៅខាងនេះតិចយូរហើយតែមកស្កើដឹងមកពីរឿងស្អីអានឹងតគិតតទៀតណាតែ18 19មកចាស់អីមកតោះហ្នឹងហើយអញ្ចឹងជីវិតយើងវាប្រែអញ្ចឹងព្រោះអីអាចរាហើយនឹងព្យាធិញោមត្រូវមើលណាមនុស្សយើងបើមិនសូវឈឺច្រើនណាអាយុវែងមែនទេញោមអានេះយើងអត់និយាយរឿងគ្រោះថ្នាក់អីណាញោមនិយាយដល់ការដែលយើងរស់នៅហ្នឹងដូចព្រះពាកុលៈថែអញ្ចឹងព្រះពាកុលៈថែព្រះអង្គមានបញ្ជនវែងណាព្រះអង្គឯតតកៈខាងជាអ្នកមិនមានរោគលើភិក្ខុទាំងឡាយផ្នែកមិនមានរោគអញ្ចឹងដោយសារតែការមិនមានរោគហ្នឹងវាធ្វើឲ្យបញ្ជនលោកវែងយើងគ្រប់គ្នាដូចគ្នាបើមិនសូវមានរោគមានទេត្រឹមតែឈឺក្បាលអីតែបន្ទួចប៉ុណ្ណេះទេក្តៅខ្លួនម្ដងមកកាលម្ដងមកយាមទេមិនសូវអីទេអាយុហ្នឹងវាវែងតែបើកាលណារូបនេះបញ្ចុះដោយរោគហើយល្បែងថ្លើមសួតប្រមាត់មហារិទ្ធណាក្រិនថ្លើមក្រិនថ្លើមពវៀនអីបញ្ហាអីចេះមួយចុះពីរអាហ្នឹងអត់យូរទេវាធ្វើឲ្យរូបនោះវាខូចតែកាលណារូបនោះវាខូចទៅវាទ្រុឌទ្រោមទៅវាទាញជីវិតហ្នឹងឲ្យទៅដែរហ្នឹងព្រោះតែកាលណារូបទ្រុឌទ្រោមនាមនេះក៏ទ្រុឌទ្រោមដែររូបកាយយើងទៅឈឺច្រើនអីទៅចិត្តបថុជជនយើងវាទ្រុឌទ្រោមឆាប់ទ្រោមទៅតាមចិត្តហ្នឹងទៅតាមកាយនេះបាក់ដៃបាក់ជើងអាចិត្តនេះវាបាក់ដែរនេះបើព្រះអរិយបុគ្គលទាំងឡាយដៃជើងលោកបាក់តែចិត្តលោកអត់ទ្រុឌទ្រោមតាមហ្នឹងឯងយើងសពគ្នាថានៅអញ្ចឹងទៅគ្រោះថ្នាក់ទៅដាច់ដៃដាច់ជើងទៅបបាក់ចិត្តដែររូបអញធ្លាប់តែស្អាតធ្លាប់តែល្អដូចមុនវាមិនបានល្អមិនបានស្អាតដូចមុនឃើញអីចិត្តនឹងវាវិបរិតវាវិបលាស់តែបើព្រះអរិយបុគ្គលលោកអត់ព្រោះអាសេចក្តីប្រកាន់ក្នុងរូបអីហ្នឹងលោកអត់មានអញ្ចឹងទៅវាធ្វើឲ្យសេចក្តីទុកលោកដោយការប្រកាន់ចំពោះរូបហ្នឹងវាអត់មានទេវាយ៉ាងណាក៏យ៉ាងលោកមានត្រឹមតែកតបកិច្ចទូនាទីក្នុងការរក្សាប៉ុណ្ណឹងឯងអញ្ចឹងលោកអត់កើតទុកទោមនោះមិនពេញចិត្តអអន់សពុនចិត្តនឹងរឿងរូបនេះប្រែយ៉ាងណាទេតែលោកប្រពិតចង្ហាន់បិណ្ឌបាតសេនាសនៈជ័យវរគលានពេសជ្ជៈនោះគឺដើម្បីញ៉ាំងនៅជីវិតិនត្រីនេះឲ្យប្រព្រឹត្តទៅក្នុងការបដិបត្តិនឹងសាសនាព្រហ្មចរិយធម៌ប៉ុណ្្នឹងឯងទេតែប៉ុណ្ណេះទេវាអត់មានអីលើសពីនឹងទេតែបថុជនយើងជាអ្នកមានដោយកិលេសវាប្រើប្រាស់ហើយនោះវាមិនមែនក្នុងតែតម្រូវការក្នុងប្រយោជន៍ទេវាមានតែរឿងផ្សេងទៅដើម្បីបំបាក់បំពន់ទិដ្ឋិតណ្ហាបាទានឲ្យកាន់តែកើនឡើងទៅព្រោះអាស្រ័យនឹងបច្ច័យ4ការពិតជីវិតនេះវាស្រ័យបច្ច័យ4ដើម្បីរស់នៅឲ្យប្រព្រឹត្តសេចក្តីល្អតែការដែលទិដ្ឋិតណ្ហាវានៅប្រកបនឹងវាធ្វើឲ្យឃើញបច្ច័យ4ហ្នឹង
វាមិនមែនត្រឹមតែជាគ្រឿងសម្រាប់អាស្រ័យរបស់ជីវិតតែឲ្យវាជាគ្រឿងបំពន់កិលេសនៃជីវិតវិញអញ្ចឹងព្រោះអីព្រោះមិនមានការយល់ដឹងត្រូវមានបញ្ញានឹងឯងអញ្ចឹងដែលយើងសិក្សាវធបបសម្ពុទ្ធជាម្ចាស់ហ្នឹងប្រយោជន៍អីប្រយោជន៍ឲ្យយល់ឲ្យដឹងថាប្រយោជន៍នៃការរស់ដើម្បីអីហ្នឹងណាព្រោះយើងគ្រប់គ្នាមិនថាណាទេត្រូវតែស្លាប់ទាំងអស់គ្នានឹងឯងមិនថាក្មេងមិនថាចាស់ទេត្រូវតែទៅទាំងអស់គ្នានឹងឯងអញ្ចឹងអ្វីដែលសំខាន់មិនលើរឿងនៃការរស់នៅយូរឬក៏តិចទេតន់ទេញោមនឹងឲ្យយើងទាំងអស់គ្នានេះអ្នកខ្លះអាយុវែងខ្លះអាយុខ្លីទៅអញ្ចឹងដែលតម្លៃនៃជីវិតនេះវាមិនមែននៅលើរយៈពេលនៃការរស់នៅទេតែវាអាស្រ័យទៅលើការសាងនៅប្រយោជន៍សាងនៅសេចក្តីល្អក្នុងការរស់នៅដែរឬអត់បញ្ញាវានៅត្រង់នឹងឯងអញ្ចឹងបើយើងរស់នៅហើយយើងមិនសាងសេចក្តីល្អទេមិនធ្វើប្រយោជន៍ទេវារស់នៅច្រើនពេលច្រើនវេលាវាបំផ្លាញតែខ្លួនឯងណាវាសាងតែរឿងបាបឲ្យខ្លួនឯងបាបទាំងផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តហ្នឹងទៅបាបឲ្យខ្លួនឯងធ្វើឲ្យវាជះសាយភាយទៅកាន់គេកាន់ឯងសម្រាប់បៀតបៀនគេជាដើមតទៀតទៅអាហ្នឹងរស់នៅយូរតែវាអត់មានធម៌តែយើងរស់នៅតិចណាយើងរស់នៅតិចតែយើងមានធម៌ខ្ញុំស្គាល់តែយើងរស់នៅតិចតែយើងមានធម៌ហ្នឹងមានអីគេមានសេចក្តីល្អសេចក្តីល្អប្រព្រឹត្តល្អកាយវិជ្ជាចិត្តទៅប្រព្រឹត្តទៅតាមទូនាទីរបស់ខ្លួនឯងសង្គមទៅជួយសង្គមជាតិមាតុភូមិតែនេះវាសិតតែជារឿងល្អស្លាប់ឲ្យមានឈ្មោះរស់ឲ្យមានន័យរូបនៃសត្វទាំងឡាយតែងទ្រុឌទ្រោមក្រំគ្រាទៅតែឈ្មោះកិត្តិយសរបស់សត្វទាំងឡាយនោះវាមិនអលុតណាទេរាងកាយហ្នឹងដើម្បីឲ្យរស់វាត្រូវការបច្ច័យ4ទៀតដែលយើងតែងតែរៀបចំប្រគេនព្រះសង្ឃយើងថាបច្ច័យ4មានចីវរមានស្បង់ស្បៃត្រៃចីវរទៅដូចឃើញកឋិននេះនោះក៏ជាជ័យប្រដាប់ទៀនត្រូវការសម្លៀកបំពាក់យើងសពគ្នាត្រូវការសម្លៀកបំពាក់សម្រាប់ស្លៀកពាក់ទៅឲ្យរស់បានណាមិនរស់នៅស្រាទេណាតោះនេះនឹងរស់នៅត្រូវការសម្លៀកបំពាក់ចាំបាច់អត់មានណាអត់បានទេសូម្បីប្រសង់ខោអាវអត់មានកអត់មានដៃអត់មានជើងទេគេមិនតែជាកណាត់ត្រូវរុំបបាំងកាយដូចគ្នាអានឹងជ័យប្រដាប់បច្ច័យឯបិណ្ឌបាតបច្ច័យមហូបបាយទឹកសัพពេសត្តាអាហារថេតិកាត្រូវការអាហារមកទំនុកបំរុងរូបរាងកាយនឹងឲ្យរស់នៅបាននៅកបលនការាហាធម្មាហាមនោសញ្ចេតនាហាភាសាហាមិនរស់នៅបានទី3នោះគឺទីស្នាក់នៅសេនាសនៈបច្ច័យមានតែអាចចោលបានទេយើងនៅទីនឹងបានវាអាស្រ័យមានផ្ទះមានអីនៅការពារក្តៅការពារត្រជាក់មែនទេញោមចាស់ផ្ទះធ្វើផ្ទះដើម្បីនៅណាមិនធ្វើផ្ទះដើម្បីទុកចោលឲ្យទៅនៅក្រៅផ្ទះទេទី4នោះគឺកលៀនភេសជ្ជៈបច្ច័យភេសជ្ជៈថ្នាំសង្កើកែរោគប្រពមកទាំងអស់នេះឲ្យឃើញថារាងកាយនឹងវាត្រូវការអាហារហ្នឹងដើម្បីរស់ត្រូវការអាហារតែអាផ្លូវចិត្តនេះក៏ត្រូវការអាហាររបស់វាដែរមានធម្មាហាជាអាហារសម្រាប់ផ្លូវចិត្តមានបច្ច័យ4សម្រាប់ផ្លូវចិត្តដូចគ្នាសិលសមាធិបញ្ញាជាអាហារសម្រាប់ចិត្តសិលនឹងឯងជាជ័យបរិបច្ច័យព្រោះសិលនឹងឯងជាអភរណៈគឺគ្រឿងតាក់តែងកាយឲ្យប្រសើរយើងឃើញរាងកាយយើងស្អាតព្រោះអីញោមយើងស្អាតព្រោះអីព្រោះខែថាម៉េចខែតមខ្លួនឲ្យស្លៀកពាក់អត់មានគ្រឿងអលង្ការលំឲ្យស្អាតមែនទេតែចិត្តនេះអត់មានសិលវាអត់ល្អទេយើងក្នុងខ្លួនយើងពាក់សិទ្ធិគ្រីស្តាល់ពាក់សិទ្ធិមាសតែយកអត់មានសិលយើងទៅសម្លាប់គេខ្លះមិនបានសម្លាប់តែអាឈ្នានីសគេអត់នេះទេអានឹងធូរថ្លៃចិត្តធូរថ្លៃបដ ாய் អត់កំពុងពុះប្រសើរទេតតែចិត្តហ្នឹងវាមានសិលមានការវាចាកសម្លាប់ជីវិតអ្នកដតីវាចាកការលួចទ្រព្យសម្បត្តិអ្នកដតីមិនថាទ្រព្យតិចទ្រព្យច្រើនកុំលួចពាក្យថាអត្តនីទានអ្នកហ្នឹងមិនមែនហាមទៅលួចទ្រព្យធំទេអាទ្រព្យតូចក៏ហាមដែរទី3ណាមិនប្រព្រឹត្តខុសក្នុងប្តីប្រពន្ធកូនអ្នកដតីព្រោះអីព្រោះឲ្យបុគ្គលហ្នឹងវាមានធម៌សន្តោស័កសតិរសន្តោស័កគឺថាមានការសង្គ្រោះសន្តោសក្នុងភរិយាស្វាមីប្តីប្រពន្ធកូនចៅ
តាណាក៏ដោយតែអត់មានអាការសង្គ្រោះប្តីប្រពន្ធកូនចៅនេះទេតំណងមានការបែកបាក់មិនថាតាណាទេមិនថាកម្ពុជាមិនថាថៃមិនថាឡាវមិនថាវៀតណាមណាក៏ដោយឲ្យតែអត់មានសន្តោស័កនឹងអាសង្គ្រោះសន្តោសប្តីប្រពន្ធមានសង្ឃហធម៌គ្នាបែកទាំងអស់មិនតអ្នកកាន់ពុទ្ធសាសនាមិនបែកអ្នកខុសពុទ្ធសាសនាអត់បែកអត់ឲ្យតែអត់មានធម៌បែបហ្នឹងក្នុងចិត្តត្រូវតែប្រត់ប្រាស់កាប់ចាយនេះទាំងអស់ហ្នឹងជានិយមធម៌ពុទ្ធធម៌ហ្នឹងវាឲ្យចឹងតើបុគ្គលហ្នឹងប្រព្រឹត្តនៅធម៌អត់ល្អធម៌ថោកទាបផលបានមកក៏អីឲ្យបុគ្គលហ្នឹងអាប់អោនថោកទាបដូចធម៌ដែលបុគ្គលហ្នឹងបានធ្វើចឹងយើងប្រព្រឹត្តធម៌បែបណាយើងនឹងទទួលផលបែបនោះដូចអ្វីដែលយើងប្រព្រឹត្តចឹងនិយាយឲ្យស្រួលស្ដាប់ទៅថាកម្មំបជាយើងធ្វើអីយើងបានពូជនឹងយើងសាងអីយើងអានឹងវាជាពូជរបស់យើងយើងរៀនឲ្យទៀនយើងលះបង់អាសេចក្តីកំណាញ់ណាយើងក្រកាយតែយើងមានចិត្តចេះឲ្យទៀនចេះចែកម្លែកគេអានឹងវាដាំពូជមានក្នុងចិត្តនោះអាចិត្តមានបែបហ្នឹងឯងវាអាចឲ្យទៀនបានអញ្ចឹងបានរឿងកឋិនរឿងអីហ្នឹងបានថាអ្នកខ្លះថាតតែអ្នកមានទៅអាចធ្វើកឋិនបានអ្នកក្រធ្វើមិនបានទេមែនទេញោមហ្នឹងព្រោះអីអូត្រូវការច្រើនណាស់ស្បង់ស្បៃត្រៃយបោមកលៀង50-60រៀលចូលនឹងបន្តិចណាហើយទៅមានក្រែមានតុកមានទូមានតាំងឆាត់បាតអីច្រើនណាអាមានលុយសកត់ត្រៃទៀតអ្នកក្រធ្វើមិនកើតរឿងកឋិនស្រួលធ្វើទេសម្រាប់ទាយុរោគតែកណាត់មកផ្ទាំងណាមកប៉ិនស្បង់អីមកប្រកេនលោកទៅឡើងជាកឋិនទៅអាហ្នឹងអ្នកក្រក៏ធ្វើបានដែរមិនមែនតតែមានដែរតែអ្នកមានខ្លះធ្វើអត់បានទេព្រោះគាត់ក្រចិត្តសាធុក្រចិត្តហ្នឹងមានទ្រព្យប្រមាណក៏ធ្វើអត់បានដែរតែបើមានចិត្តវិញទោះជាមានតិចក៏នៅតែអាចឲ្យបាននិយាយនេះចង់ឲ្យញោមយល់ថារឿងឲ្យទៀននេះមិនមែនតតែអ្នកមានទៅឲ្យបានទេឲ្យតែមានចិត្តយើងឲ្យគេពេលខ្លះយើងគ្មានទ្រព្យមានអីឲ្យឃើញគេកងត្រឹមតែចិត្តអាណិតក៏វាក្រន់ក៏វាជាបនមួយដែរអភ័យទានអ្នកសុំទានស្មុំយាយចកដើរកាត់មកវាគ្មានលុយ1100មកកាក់ម៉ាសេនក្នុងកប៉ាល់នេះដើរចេញប្រទេសមកអត់អលីងនេះគេឃើញទៅធ្វើមិនវាឲ្យមិនបានវាអត់មានអីឲ្យវាដើរមកអត់មានលុយជាប់ខ្លួនវាមានត្រឹមតែចិត្តថាអាណិតមិនធ្វើបាបមិនបៀតបៀនឃើញគ្រាន់តែឲ្យចិត្តអាណិតប៉ុណ្ណឹងបនបានបាត់ហើយតោះនេះមិនមែនតតែយើងមានលុយឲ្យទេតអ្នកខ្លះកំណាញ់ទាំងអាចិត្តទាំងទៀតអ្នកកំណាញ់ទាំងចិត្តហ្នឹងឃើញតែគ្នាដើរសុំទៀតអាចិត្តហ្នឹងអាមិនឲ្យហើយវាមានកំណាញ់លើនឹងទៀតអាមិនឲ្យព្រោះកំណាញ់ហើយវាមានអ៊ីសាលើនឹងទៀតវាដូចជាគុំកូនសុំសួរជេរបន្តិចផ្ដាសាឃើញមកដូចវាមិនពេញចិត្តវាកើតទុកទោមនោះព្រោះអារឿងគេអាគ្នាដើរសុំតែគ្នាសុំហើយខ្លះទៀតហ្នឹងអាខ្លួនឯងឲ្យមិនកើតហើយណាវាទៅហាមឃាត់ដល់ចិត្តល្អអ្នកដទៃទៀតហើយទៅឲ្យស្អីគេនោះអ្នកនងចេះមួយចុះពីរទៅណាលើកខែតផលសគ្រប់ប្រការហាមឃាត់ចិត្តគេមកឲ្យធ្វើអាបនខ្លួនឯងមិនបានពេញហើយវាទៅគៀខាំងរៀបរៀងបនគេទៀតអាចិត្តអត់ល្អហ្នឹងវាចង្រៃចឹងអញ្ចឹងថាក្នុងโลกនេះគ្មានអីចង្រៃជាងអាមនុស្សចិត្តអត់ល្អទេព្រោះយើងរស់នៅអត់សុខសន្តិភាពព្រោះមនុស្សចិត្តចង្រៃហ្នឹងឯងចិត្តចង្រៃគឺចិត្តមិនល្អចិត្តអកុសលណាចិត្តចង្រៃហីណាធម្មាធម៌ថោកទៀតមិនគួរសេពគឺថាអកុសលធម៌មិនគួរកាន់យកមិនគួរប្រព្រឹត្តអញ្ចឹងអាធម៌ហ្នឹងព្រះអង្គសម្ដែងថាហីណាធម្មាធម៌ថោកទៀតមិនធម៌ភាសាពងពុះទេគឺអកុសលនឹងឯងអកុសលតាមផ្លូវកាយអកុសលតាមវាចាអកុសលតាមចិត្តឲ្យតែអកុសលសតតែធម៌ថោកទៀតទាំងអស់ដូចយើងនិយាយរឿងនេះចឹងរបស់មិនស្អាតចឹងដូចភក់ជ្រាំចឹងអាជ្រាំមួយថ្លុកក៏ជ្រាំអាជ្រាំតាមមួយថ្លុកតូចក៏ជ្រាំស្អុយដូចគ្នាមែនទេញោមនឹងឲ្យតែរបស់មិនល្អអាបន្តិចក៏វាមិនល្អអាច្រើនក៏មិនល្អឲ្យតែឈឺអាឈឺធ្ងន់ក៏វាមិនល្អអាឈឺស្រាលក៏វាមិនល្អដូចគ្នាអញ្ចឹងបងសម្ដែងថាហីណាធម្មាអកុសលហ្នឹងធម៌ថោកទាបធម៌គួរវាចាធម៌ហ្នឹងវាគួរវាចាគួរមិនប្រព្រឹត្តទេអកុសលធម៌នេះគួរវាចាកុសលាធម្មាអកុសលមុនហ្នឹងអកុសលាធម្មាធម៌គួរវាចាព្រោះអកុសលណាអត់មានព្រះអង្គបង្រៀនឲ្យកាន់យកទេហ្នឹងដល់ទី2នោះកុសលាធម្មាកុសលាធម្មាពុទ្ធធម៌ជាកុសលល្អទាំងកាយល្អទាំងវាចាល្អទាំងចិត្ត
អាល្អកាយល្អវាចាល្អចិត្តធ្វើឲ្យអីឲ្យរស់បានយូរឲ្យចិត្តនឹងវាសប្បាយណាទោះជាយើងរស់នៅពេលខ្លីតែចិត្តយើងនឹងវាសប្បាយមិនសប្បាយទៅរំរែកច្រៀងស៊ីចុកមុខពីអីណាលុបលន់ជន់គេជន់ឯងបាបសពគ្រប់បែបយ៉ាងទេមិនមែនបែបចឹងទេគឺសប្បាយត្រង់អីត្រង់មានបនក្នុងចិត្តអាចិត្តបនណាឲ្យតែចិត្តបនពិតប្រកបទៅមិនដើរនាំមកជាទុកទេខ្លាចតែអាចិត្តបនខ្លាញ់ក្នុងចិត្តដូចជាឃើញរឿងមួយនោះការដែលយើងកិច្ចការកសាងអីក្នុងវត្តអីទៅយើងវេថ្វាយសង់អស់ស្រេចស្រួលបួលអស់ហើយទៅចឹងណាពេលដែលយើងវេហើយគឺថាយើងឆ្លងមែនទេញោមយើងធ្វើបន់យើងឆ្លងអីឆ្លងឲ្យផុតពីយើងរបស់ហ្នឹងមិនយើងអ្នកធ្វើឆ្លងឆ្លងឲ្យផុតពីអញណាអត់ទៅជាបោះសង់មិនឆ្លងឲ្យទៅជាបោះអញឆ្លងឲ្យទៅបោះអញប៉ះបានធ្វើបានអាហ្នឹងអត់ទេអាហ្នឹងអត់ឆ្លងទេធ្វើបន់ឆ្លងអត់រួចទេវានៅជាប់ទៅយើងទៀតនោះអញ្ចឹងការកសាងវាប៉ះពាល់ទៅវាទៅរកទៀមទាយុទ្ធធម៌ក្នុងវត្តបាអត់ទៅវាលេងយទីស្ងប់ស្ងាត់អីចឹងទៅអញ្ចឹងអាហ្នឹងវាបន់អត់សតទៅមីអត់សតទៅដល់ដុតទៅវាមិនវាចេញដែកដល់វាមានសតទៅបាច់ដុតទៅវាយ៉ាងម៉េចវានៅតែមានតែអាចិត្តវាបន់คล้ายតែធ្វើអីប៉ះបន្តិចវាចាប់ដើមកលេងផ្សេងតែអនិច្ចចិត្តយើងធ្វើបន់ដោយមែនតែនមានសទ្ធាមានសិលមានចក្រៈមានបញ្ញាអីក្នុងនឹងទៅធ្វើដោយចិត្តថាដើម្បីជួយគេចិត្តបន់ចិត្តធ្វើដើម្បីលះបង់ឲ្យទានដើម្បីឲ្យគេរស់ណាព្រោះសត្វលោកបើអាស្រ័យទាននឹងឯងមានអាហារបិណ្ឌបាតអីជាដើមអានឹងសិតតែជាទានក្នុងបច្ច័យ4សិតតែជាទានអត់មានទាននឹងទេអាចរស់បានទេអត់មានការឲ្យការចិញ្ចឹមការផ្គត់ផ្គង់ទេមិនអាចរស់បានទេយើងឲ្យជីវិតទានគេឲ្យជីវិតគេឲ្យការរស់នៅយូរដល់គេដល់យើងឲ្យរបស់នឹងដល់គេចិត្តយើងនឹងវានាំមានអាយុវែងវាដាំពូជឲ្យគេរស់ដល់ដាំពូជឲ្យគេរស់ឲ្យគេមានឲ្យគេបានឲ្យគេសនុកឲ្យសុខឲ្យស្រួលវាបានផលមកខ្លួនឯងមិនមានបានសនុកសុខស្រួលវិញដែរនឹងមានទ្រព្យមានកាក់មានយុមានស័ក្តិអូហៀបរវាឆ្វេងស្ដាំពងពោះលិចកើតជើងត្បូងអញ្ចឹងទៅបរបោសពគ្រប់បែបយ៉ាងព្រោះអាចិតហ្នឹងវាលះវាមិនទាញមកទេវាលះដើម្បីឲ្យគេបានសុខអាលះឲ្យគេបានសុខវាដាំសុខក្នុងចិត្តនាំឲ្យបុគ្គលនឹងមានសុខទៅវាឲ្យគេទៅឲ្យគេបានរស់វាឲ្យពុជរស់ខ្លួនឯងទៅមិនបៀតបៀនជីវិតគេមិនវាយមិនតប់មិនច្រំមិនធាក់គេវាឲ្យពូជឲ្យគេនឹងមានសុខភាពល្អវានាំឲ្យខ្លួនឯងមិនមានរោគច្រើនទៅមិនផោមិនកុហកមិនឆោមិនឆក់មិនលួចមិនបោកមិនប្រាស់គេរោគស៊ីចេះតែមានចេះតែបានទៅព្រោះយើងមិនសាងអាពុជក្រមិនសាងអាពុជបោកមិនសាងអាពុជរោគស៊ីទេចេះតែខាតព្រោះយើងឲ្យយើងមិនកុហកមិនបោកមិនប្រាស់គេអ្នកបោកអ្នកប្រាស់គេសាងពូជអីពូជកលិចពូជកលុចពូជរោគស៊ីនោះចិត្តតែខាតទៅរោគស៊ីទៅជួបតែអ្នកបោកអ្នកប្រាស់ទៅវាសាងអាពុជក្នុងចិត្តអញ្ចឹងប្រយ័ត្នអាហ្នឹងប្រយ័ត្នរឿងចិត្តហ្នឹងតែចិត្តនឹងសាងពូជមិនហើយញោមចាំប្រុងទៅញោមណាទាំងអស់គ្នាទីនេះតែចិត្តនឹងវាសាងអីហើយណាចាំប្រុងទទួលផលទៅតែថ្មបាក់ពីលើមកហើយគ្មានអាចយកដៃណាទៅទប់ឈ្នះទេត្រូវតែទទួលហើយអញ្ចឹងអាកម្មដែលធ្វើទៅហើយណាវាអត់មានវិធីសាស្ត្រណាត្រូវកិច្ចបានទេមានតែប្រឹងសាងបន់ឲ្យតែច្រើនមកឃើញតែខ្លួនវាជ្រុលជ្រួសធ្លាប់សាងហួសនៅអំពើអកុសលណាមួយហើយណាញោមអត់អាចទៅលុបលាងបាបចាស់បានទេតែបន្តនេះណាបាបដែលសាងហើយគឺជាបាបអត់អាចខ្លាចជាបន់បានទេបាបដែលបានធ្វើហើយมันអាចលុបលាងបានទេគ្មានស្អីកាត់កងបានទេតែមានវិធីសាស្ត្រមួយដោះស្រាយធ្វើបន់វិញឲ្យច្រើនព្រោះពេលដែលយើងធ្វើបាបច្រើនណាយើងកំពុងតែបង្កើនកម្លាំងឲ្យបាបនឹងឯងដោយកូនចៅអញ្ចឹងណាពេលដែលយើងឲ្យបាយឲ្យទឹកវាគ្រប់គ្រាន់ទៅអាសុខភាពវានឹងក៏ល្អកម្លាំងបលៈវានឹងក៏មកមានកម្លាំងណាហ្នឹងហើយអាបាបដូចនេះតែយើងធ្វើច្រើនវាមានកម្លាំងអញ្ចឹងដល់យើងធ្វើបាបច្រើនភ្លេចធ្វើអីភ្លេចធ្វើបន់នៅដល់អញ្ចឹងបន់មិនកូនដែលញោមអត់ឲ្យបាយអត់ឲ្យទឹកគេយកមកអត់ឃ្លានដូចគេចាប់យកឃុំឃាំងឲ្យបាយទឹកមិនដែរស្គមស្គាំងហ៎ស្គមស្គាំងអត់មានកម្លាំងកំហែងអត់ទេអញ្ចឹងបាបយើងឃើញបន់យើងឃើញវាស្គមហ៎វាអត់មានកម្លាំងទេអញ្ចឹងអាបាបឯនឹងបន់ណាខ្លាំងជាងមិនហ្នឹងបាបព្រោះបាបវាមានកម្លាំងឲ្យយើងធ្វើច្រើននោះអញ្ចឹងដើម្បីដោះស្រាយធ្វើម៉េចធ្វើបន់ឲ្យច្រើនអាបាបវាមានកម្លាំងនៅតែមានកម្លាំងទៅយើងមិនអាចទៅធ្វើម៉េចឲ្យបានតែយើងធ្វើបន់ឲ្យបានច្រើនឲ្យបន់នឹងមានកម្លាំងវិញ
ចឹងឯងបានជាយើងឃើញណាថាហេតុអីខ្ញុំធ្វើតែបន់តែជប់ទុកមែនទេញោមធ្លាប់ឮពាក្យហ្នឹងអត់ធ្វើតែបន់ច្រើនតែជប់តែទុកចឹងហេតុអីព្រោះអាទុកហ្នឹងជាផលនៃបាបចាស់ណាត្រូវចាំអាទុកហ្នឹងផលបាបចាស់បន់មិនដាឲ្យផលជាទុកទេយើងរកស៊ីខាតធ្វើបន់ច្រើនតែមិនចេះតែរកស៊ីខាតអាបាបចាស់ធ្លាប់ធ្វើពីមុនមកលួចឆក់ទ្រព្យគេអានឹងវាបាត់បង់ទ្រព្យមែនទេជេរបន្តិចពោលកុហកបោកប្រាស់គេអានឹងសិតសាងពូជខាតអាផលវាមកឲ្យដល់យើងធ្វើបន់យើងចេះតែទៀមទាចង់បានសុខតែយើងភ្លេចមើលអាបាបចាស់យើងធ្វើបន់យើងទៀមទាឲ្យបានសុខតែអាបាបយើងធ្វើយើងចេះរត់គេចចេះតែរកធ្វើមិនឲ្យបានរួចផុតទៅស្ដោះចេះដោះចុះទៅណាពិធីកិច្ចពិធីកម្មផ្សេងដើម្បីឲ្យរួចបាបគ្រោះរបស់ខ្លួនឯងអត់មានទេព្រះអង្គសំដែងបើថាជីវិតនេះណាសេចក្តីស្លាប់មកដល់ហើយជីវិតនេះសេចក្តីស្លាប់មកដល់ហើយទោះបីរត់ទៅកាន់ឯដរអាកាសក្តីរត់ទៅក្នុងពួនក្នុងរូងភ្នំជ្រៅក្តីល្អាងភ្នំជ្រៅក្តីចូលទៅក្នុងសមុទ្រក្តីរត់ទៅទីណាក្តីក៏ដោយក៏មិនអាចគេចផុតអំពីសេចក្តីស្លាប់បានដែរព្រោះផែនដីនេះដែលថាទីណាមួយដែលថាមច្ចរិកមិនអាចគ្រប់គ្រងបានព្រោះយើងទៅទីណាកម្មវានាំយើងទៅទីនោះយើងស្ពាយវិចទៅខណ្ឌវិចនៅជាតិជ្រាបជាតិធិតាមអញ្ចឹងកិច្ចតាណាបើជាតិជ្រាបជាតិធិបរណៈនឹងអោតស្ទោកម្មយើងរហូតយើងកិច្ចតាណារួមតែយើងធ្វើរឿងផ្សេងនៅខាងក្រៅវិធីកិច្ចកម្មផ្សេងដើម្បីបន្លប់ចិត្តខ្លួនឯងតែសភាវៈធម៌ពិតព្រះអង្គសម្ដែងបើយើងអត់យល់ត្រង់ហ្នឹងយើងទៅបន្ទោសចំណុចត្រង់ហ្នឹងស្មោះតែយើងទៅខ្ទាស់បន្ទោសជាមួយនឹងព្រះស្នេហ៍សមុទ្រមច្ឆេនបបតានំវិបរង្គបវិសੰណវិជ្ជតេសោចកតបតេសោយត្រាតិតោមញ្ញយៈបបកម្មព្រះអង្គសម្ដែងមកចឹងឲ្យយើងអត់យល់តាមចឹងទេខ្ញុំមានវិធីណាដាក់លុយប៉ុណ្ណេះទៅគេធ្វើពិធីចេះទៅរស់បានយូររស់បានវែងអានឹងអត់ទេអានឹងទាស់ជាមួយនឹងពីព្រះហើយព្រោះខ្សែជីវិតយើងទៅថាអស់បន់អស់ហើយមានអាណាមកតអាយុឲ្យបានទៀតអានេះចង់និយាយរឿងបន់ដែលនាំឲ្យជីវិតរស់នៅណាមិននិយាយរឿងថាយើងឈឺហើយមិនឲ្យទៅពេទ្យឲ្យតាមដំណើរយថាកម្មទេដាក់តន់ទេហ្នឹងហើយទៅនេះនិយាយមិនហ្នឹងមិនបានថាអូអញ្ចឹងពេលឈឺមិនទៅពេទ្យទេដេកទៅងប់ឯហ្នឹងឯនោះទៅមិនអញ្ចឹងទេចង់សម្ដៅថាពេលដែលយើងរស់នៅយើងបានធ្វើកិច្ចការងារសពគ្រប់បែបយ៉ាងហើយយើងអត់មានពិធីណាថាធ្វើឲ្យតអាយុរស់នៅបានច្រើនទេចង់សម្ដៅបែបនឹងឯងគ្មានអ្វីមួយក្នុងលោកអាចមកជួយយើងបានឡើយដល់អាភ្លើងគឺមេត្តាបិតាលោកសំហៅថាជាភ្លើងដែលនឹងអាហុណយបុគ្គលគឺបុគ្គលដែលគួរដល់សក្ការៈអាហុណយៈហ្នឹងគឺសំដៅដល់បុគ្គលដែលគួរដល់សក្ការៈគឺគួរដល់ការគោរពបូជាមេត្តាបិតាលោកមានឧបការៈគុណចំពោះយើងច្រើនដែលជាកូនជាចៅក្នុងការទំនុកបំរុងថែរក្សាបិបច្ចដើមហ្នឹងឲ្យរស់នៅអញ្ចឹងគាត់មានគុណច្រើនចំពោះយើងគុណនឹងឯងដែលយើងត្រូវបូជាហ្នឹងណាដែលយើងត្រូវបូជាត្រូវបដិបត្តិឲ្យត្រូវចំពោះគាត់តែបើបដិបត្តិមិនត្រូវជាមួយនឹងភ្លើងនឹងធ្វើទុកបុកម្នេញមិនណាម៉ែឪធ្វើត្រូវចំពោះគាត់ភ្លើងនោះវាមានរស្មីភ្លឺប្រងព្រាអាកូននោះក៏មានដៃជះក៏កុំក៏កាំងក៏ខ្ពង់ក៏ពួរមានរស្មីភ្លឺដូចជាភ្លើងយ៉ាងអាហ្នឹងបូជាភ្លើងត្រូវណាដល់ពេលបូជាមិនត្រូវមិនអាភ្លើងនោះដុតណាភ្លើងម៉ែភ្លើងឪនោះដុតណាអាកូនណាមិនគោរពម៉ែមិនគោរពឪរកស៊ីវាដាក់ទៅភ្លុំអាហ្នឹងភ្លើងដុតហ្មងទោះជាថាម៉ែឪគ្មានចិត្តណាចង់ស្ដាយកូនក៏ដោយតែធម្មតាយើងប្រទូសចំពោះបុគ្គលដែលមានគុណចំពោះខ្លួនអាភ្លើងសដុតណាស្លាប់ទៅហើយគ្មានម៉ែឪណាចង់ទៅចងកម្មចងពៀមួយកូនទេដឹងតែប្រាថ្នាឲ្យកូនចៅខ្ពង់ខ្ពស់ប្រសើរហើយតែអ្នកភ្លើងល្មិលគុណភ្លើងនឹងវាធ្វើម៉េចវាទៅដុតឲ្យយើងធ្លាក់ទៅអបាយភូមិព្រោះអីព្រោះមិនបានបូជាចំពោះភ្លើងគឺអាវនៃបុគ្គលនឹងឯងព្រះអង្គសម្ដែងឲ្យឈ្មោះមេត្តាបិតាមានឈ្មោះ4យ៉ាងទី1ជាបព្វាចារ្យជាអាចារ្យខាងដើមអាចារ្យនោះគឺគ្រូញោមគ្រូខាងដើមគ្រូដែលយើងទៅរៀនសាលាគ្រូរៀននៅណានឹងគ្រូទី2តែបព្វាចារ្យអាចារ្យខាងដើមគឺសំដៅដល់មេត្តាបិតានឹងឯងបង្រៀនឲ្យនិយាយពោលស្ដីថាសពគ្រប់បែបយ៉ាងដឹកនាំបង្ហាត់បង្ហាញតាំងពីតូចជាអាចារ្យខាងដើមបង្រៀនឲ្យចេះនិយាយ
ដឹងខុសដឹងត្រូវមេត្តាបិតាហ្នឹងឯងទូមានជាបព្វពីចាជាអាចារ្យខាងដើមហើយទី2នោះមេត្តាបិតាជាបព្វទេវាជាទេវតាខាងដើមរបស់កូនយើងបន់ស្រន់បួងសួងណាញោមបួងសួងឲ្យទេវតាជួយពេលខ្លះមិនដឹងមុខទេវតាមិនទេតែបើយើងបន់ម៉ែបន់ឪយើងលួងគាត់មួយលួងគាត់ពីរធ្លាក់មកចង់បានអីបានដូចចិត្តគាត់ប្រឹងគាត់ប្រែងឲ្យមកហ្នឹងទេវតាស័ក្តិសិទ្ធិសម្រាប់កូនសម្រាប់ចៅមិនទេវតាខាងក្រៅទេប្រយ័ត្នមើលម្លងទេវតាខាងក្នុងផ្ទះឃើញទេវតាក្រៅផ្ទះអរុកអរិយតាណាល្អជាងម៉ែឪខ្លួនចោលទេវតាខាងដើមហើយព្រមម៉ែឪជាទេវតាខាងដើមទី3ជាព្រះព្រំដែលសន្មត់នៅលើមេត្តាបិតានឹងជាព្រំដែលមាននូវធម៌មេត្តាករុណាមុទិតាឧបេក្ខាចំពោះកូនចៅនោះហ្នឹងព្រះព្រំដែលរក្សាយើងព្រះព្រំមែនតើនៅលើឋានព្រំឯណាមិនដែលឃើញព្រំណាចុះមកជួយយើងទេនៅកៃលុញមានញោមណាឃើញព្រំមកជួយហ្នឹងឯងតែដែលថានេះថាព្រះព្រំដែលរក្សាយើងមែនតើមិនមែនព្រះព្រំនៅទេវលោកនៅសុគតិភូមិឯណាមិនទេវតានឹងលើមានប្រព្រំនៅលើមកថែរក្សាយើងម៉ែឪយើងជាទេវតារក្សាយើងជាទេវតាអប់រំជាប្រព្រំអភិបាលរក្សាកូនជាមលុបទៅជើងទៅឆៃដល់កូនពលលោកពលសំដែងអំពីមលុបមេត្តាឆាយាបិតាឆាយានមលុបគឺឪពុកម្លុបគឺម្ដាយឪពុកជាមលុបដល់ក្រុមគ្រួសារដល់កូនដល់ចៅអញ្ចឹងត្រូវតែមានការគោរពបូជាចំពោះលោកព្រោះលោកជាអាហុណីយបុគ្គលទី4ហ្នឹងឯងទើបលោកឲ្យឈ្មោះមេត្តាបិតាជាអាហុណីយបុគ្គលណាជាព្រះអរហន្តដល់កូនដល់ចៅមកវាធ្ងន់នៅតែថ្មទេតែយើងទៅលីស័យវាធ្ងន់ហើយអញ្ចឹងបើមិនចង់ធ្ងន់ទេតម្លាក់ចោលទៅចិត្តនេះតកាលណាមិនបានអប់រំទេរមែងត្រាច់រង្គត់ទៅកាន់ទីឆ្ងាយទៅរឿងខាងក្រៅមិនបានអប់រំឲ្យស្ថិតនៅក្នុងផ្ទះនេះទេគឺរូបរាងកាយនេះទេចិត្តនឹងឯងក៏រមែងមាននៅអាពាធគឺឈឺហើយឈឺដល់អំណាចនៃលោភៈនៃទោសៈនៃមោហៈឲ្យមនុស្សនឹងប្រកែខឹងក្រោបកទុសរាយទៅលោភៈចង់មានចង់បានជន់គេជន់ឯងនឹងរឿងអីរឿងបានអប់រំចិត្តទៅព្រះអង្គឲ្យរៀនរស់នៅដោយសន្តោសរៀនរស់នៅដោយមានការប្រមាណតិចប្រាថ្នាតិចហ្នឹងបានអីក៏បានដែរប្រាថ្នាតិចហ្នឹងគឺថាបានអីក៏បានបើបានមកហើយក៏មិនចុចចម្ពាក់របស់ហ្នឹងរក្សាថែរក្សាការពារបាត់ទៅវាធ្វើមិនរបស់វាត្រូវបាត់ហើយបានមកហើយជារក្សាការពារទៅខំព្យាយាមធ្វើទៅបើព្យាយាមឲ្យបានក៏បានទៅព្យាយាមឲ្យបានមិនបានក៏ហីទៅតាមមានតាមបានប្រាថ្នាតិចសន្តោសរៀនរស់បែបចឹងវាសុខហើយព្រោះអារឿងហ្នឹងឯងវាប្រឆាំងជាមួយនឹងតណ្ហាប្រឆាំងជាមួយនៅបាទានបើមិនប្រឆាំងអាហ្នឹងទេអាហ្នឹងវាកាន់តែមានអំណាចយើងតែបដែតបដោយចិត្តតាមតែទំនើងមកវាចង់គិតអីក៏បានចង់ទៅធ្វើអីក៏បានចង់ទៅលួចគេក៏បានចង់ទៅកាប់ស្លាប់ឆក់ប្លន់ណាគេក៏បានតាមតែអំណាចនៃចិត្តនោះអត់មានសតិបញ្ញាគ្រប់គ្រងនៅលើចិត្តហ្នឹងទេឲ្យចិត្តនឹងមានកម្លាំងក្នុងកុសលទេព្យាយាមមិនដែលបដោយតាមតែដំណើរវាទេចិត្តនឹងវាឈឺហើយចិត្តនឹងវាមានកម្លាំងក្នុងអបាយខ្លាំងហើយចិត្តនឹងមានកម្លាំងក្នុងអកុសលធម៌ខ្លាំងហើយបើព្យាយាមអប់រំវាទេឲ្យលាលេងតែមិនទំហឹងរបស់វាទេស្លាប់ហើយសុគតិមិនដឹងទៅទីណាទេអបាយបើកទ្វារខ្លាំងហើយអញ្ចឹងឯងទើបញោមបានសក់បាសិកាគ្រូអាចារ្យព្យាយាមធ្វើទានរក្សាសិលសព្វបែបប្រការទៅលះបង់នៅទ្រព្យធនធានដែលខ្លួនឯងមានធ្វើសេចក្តីល្អដល់គុំជាតិនៃសាសនានៃសង្គមជួយសពគ្រប់បែបយ៉ាងអាការដែលយើងជួយខាងក្រៅនឹងឯងក៏យើងកំពុងតែជួយចិត្តយើងឲ្យស្អាតទោះយើងជួយរបស់ខាងក្រៅតែអាខាងក្រៅជារូបភាពខាងក្រៅមួយតែអ្វីសំខាន់គឺយើងកំពុងតែសម្អាតចិត្តយើងឲ្យស្អាតនេះលះបង់នឹងសេចក្តីកំណាញ់លះបង់សេចក្តីលោភលន់ប្រមោកល្មងប្រមាណសន្តោសក្នុងអីដែលខ្លួនឯងមានចេះចែកម្លែកចេះជួយគេមិនកំណាញ់ស្វិតស្វាញរឿងទាំងអស់ក្នុងឯងតែកំពុងតែសម្អាតចិត្តយើងម្ដងបន្តិចការដែលព្យាយាមធ្វើទាំងអស់បែបក្នុងឯងហើយជាបដិបទាក្នុងការដោះស្រាយនៅសេចក្តីទុក្ខចង់ដោះស្រាយទុក្ខក្នុងអនាគតត្រូវសាងហេតុពីពេលនេះទៅដោយការព្យាយាមដោះស្រាយសេចក្តីទុក្ខនៅពេលបច្ចុប្បន្នទោះកើតពីការប្រកាន់ទុកកើតពីការប្រកាន់ការហួងថ្ងៃរៀនបលែងរៀនដោះស្រាយបលែងខ្លះតលាក់ខ្លះទៅទើបវាសុខតែកាលណាកាន់មកទៅដល់ទេវាធ្ងន់ហើយថ្មវាធ្ងន់នៅតែថ្មទេតែយើងទៅលីស័យវាធ្ងន់ហើយអញ្ចឹងបើមិនចង់ធ្ងន់ទេតលាក់ចោលទៅរឿងគ្រប់យ៉ាងរឿងខ្លះត្រូវតែទម្លាក់ណាមិនអាចមកប្រកាន់ហួងថ្ងៃបានទេមិនអាចទៅអង្គុយយំសោកបន្ទុកទិញជាមួយនឹងមនុស្សដែលស្លាប់ទៅហើយមករស់វិញបានទេ
มันอายទៅអង្គុយយំសុំឲ្យប្រខែនឹងព្រះអាទិត្យខ្លាចមកជាកង់រថយន្តរបស់យើងបានទេมันអាចអង្គុយសុំឲ្យមេឃនឹងភ្លៀងมันអាចអង្គុយឲ្យសុំមេឃនឹងរាំងតាមចិត្តយើងបានទេគ្រប់យ៉ាងកើតឡើងមិនមែនព្រោះតែយើងចង់បានទេតតែហេតុបច្ច័យវាគ្រប់គ្រាន់វាកើតឡើងហើយយើងមិនព្រមតាមហេតុតាមបច្ច័យវាទេយើងទេដែលកើតគ្រប់សភាវៈធម៌កើតមានហេតុបច្ច័យច្បាស់លាស់អញ្ចឹងយើងរស់នៅក៏ជាធម្មធម្មជាតិនឹងដែរអញ្ចឹងត្រូវតែព្រមជាមួយនឹងការពិតតែកាលណាមិនព្រមជាមួយនឹងការពិតដែលជួបប្រទះទេមិនថារឿងស្អីស្អីមិនចេះព្រមទេកើតទុកព្រោះប្រឆាំងនឹងការពិតធម្មជាតិគឺសច្ចៈយ៉ាងឯងការពិតមិនមែនចេះតែតាមយើងចង់ទេបើការពិតនឹងវាចេះតែតាមយើងចង់ទេការពិតវាឡប់ពេញនឹងអស់ហើយក៏គ្មានអ្នកត្រាស់ដឹងការពិតដែរព្រោះការពិតវាវែងពេញនឹងអស់ហើយតែសភាវៈការពិតមិនមែនអញ្ចឹងទេសច្ចៈយ៉ាងណាគឺយ៉ាងនោះឯងអញ្ចឹងទើបមានអ្នកដែលត្រាស់ដឹងនៅសច្ចៈគឺព្រះសម្មាសម្ពុទ្ធនោះឯងអញ្ចឹងយើងគ្រប់គ្នាតតែព្រមល្ងមជាមួយនឹងការពិតព្យាយាមសាងសេចក្តីល្អតាំងពីទានសិលភាវនាទាំងអស់នោះឯងជាបដិបទាមួយបង្អោនទៅកាន់ព្រះនិព្វានបង្អោនទៅការអស់នៅសេចក្តីទុក្ខការសាងបន្តិចម្ដងព្យាយាមបន្តិចម្ដងឯងជាឧបាយក្នុងការដោះស្រាយនៃសេចក្តីទុក្ខទាំងទុក្ខបច្ចុប្បន្នទាំងទុក្ខក្នុងពេលខាងមុខក៏សូមអនុមោទនាកុសលធម៌ញ៉ាំងបកគលឲ្យខ្ពង់ខ្ពស់អកុសលធម៌ញ៉ាំងបកគលឲ្យថោកទាបអញ្ចឹងបើយើងប្រាថ្នាធម៌ជាន់ខ្ពស់ក៏បីសាងលើហេតុឲ្យកើតនៅធម៌ជាន់ខ្ពស់ព្រោះថាញោមមើលណាទេវតាមិនមែនសុកកើតទេវតាទេទេវតាក៏កើតចេញពីមនុស្សដែរមនុស្សសាងមិនបានកើតទៅទេវតាហើយមនុស្សសាងមិនបានកើតជាមនុស្សវិញហើយមនុស្សសាងមិនបានកើតទៅជាប្រែតសាងមិនកើតទៅជានរកសាងមិនកើតទៅជាទេរឆានអាស្រ័យធម៌ពីរទើបឲ្យបុគ្គលនឹងខ្ពង់ខ្ពស់ឲ្យបុគ្គលនឹងថោកទាបកុសលធម៌ញ៉ាំងបុគ្គលឲ្យខ្ពង់ខ្ពស់អកុសលធម៌ញ៉ាំងបុគ្គលឲ្យថោកទាបព្រោះថាបុគ្គលខ្ពង់ខ្ពស់បុគ្គលថោកទាបមិនមែនព្រោះតកូលខ្ពង់ខ្ពស់តកូលថោកទាបទេតែព្រោះអាស្រ័យជាមួយនឹងទង្វើរបស់បុគ្គលនោះថាតើបុគ្គលទាំងអស់នោះសាងនៅអំពើបែបណាអំពើបែបណានឹងសន្មត់បុគ្គលនោះទៅតាមអំពើទាំងអស់នោះឯងសាងអកុសលធម៌ក៏សន្មត់ថាបុគ្គលនោះជាបុគ្គលពីលទៅសាងកុសលធម៌ក៏សន្មត់ថាបុគ្គលនោះជាបណ្ឌិតទៅក្នុងពីលបណ្ឌិតសូត្រអញ្ចឹងបុគ្គលប្រកបដោយធម៌3ប្រការឈ្មោះថាបណ្ឌិតធម៌ទី1ប្រព្រឹត្តនៅកាយសុចរិតធម៌ទី2ប្រព្រឹត្តនៅវិជ័យសុចរិតធម៌ទី3ប្រកបដោយមโนសុចរិតបុគ្គលណាប្រកបដោយធម៌3ប្រការនេះឈ្មោះថាជាបណ្ឌិតបុគ្គលណាដែលប្រកបដោយធម៌3ប្រការនោះទៀតឈ្មោះថាបុគ្គលពីលទី1ប្រព្រឹត្តនៅកាយទុច្ចរិតទី2ប្រព្រឹត្តនៅវិជ័យទុច្ចរិតទី3ប្រព្រឹត្តនៅមโนទុច្ចរិតប្រកបដោយធម៌3ប្រការនោះសន្មត់បុគ្គលនោះថាជាបុគ្គលពីលអញ្ចឹងពីលឬបណ្ឌិតអាស្រ័យលើយើងដែលដឹងខ្លួនឯងព្រោះថារាល់ទង្វើកម្មណាដែលយើងសាងយើងធ្វើប្រកបណាស់យើងដែលដឹងខ្លួនឯងច្បាស់ជាងគេអត់មាននរណាដឹងច្បាស់ជាងខ្លួនយើងទេអញ្ចឹងខណៈណាដែលយើងសាងល្អក្នុងការនោះឯងឈ្មោះថាយើងជាបណ្ឌិតហើយពាក្យថាបណ្ឌិតនេះមិនមែនសំដៅទៅលើសញ្ញាបត្របញ្ញាបត្រទាំងចេញត្រាមកអំពីក្រសួងស្ថាប័នណាទេក្នុងពុទ្ធសាសនាព្រះអង្គអត់បានផ្ដោតទៅលើរឿងខាងក្រៅសញ្ញាបត្រខាងក្រៅទេតែព្រះអង្គផ្ដោតសំខាន់ទៅលើគុណធម៌ខាងក្នុងតួបុគ្គលនោះកើតមកជាអ្នកក្រក៏ដោយស្មុំយចកក៏ដោយជាអ្នកមានរោគច្រើនក៏ដោយតែបុគ្គលនោះជាអ្នកមាននៅអរិយទ្រព្យក្នុងខ្លួនមានទានមានសិលមានសត្តៈមានចាគៈមានបញ្ញាមានហិរិមានអត្តបៈឈ្មោះថាជាបណ្ឌិតហើយទោះបីជាបុគ្គលនោះជាអ្នកកើតកំឡុងខ្លងអបលៈយ៉ាងណាក៏ដោយឲ្យតែមានសេចក្តីល្អក្នុងចិត្តមានសេចក្តីល្អតាមកាយវាចាតាមចិត្តគំនិតនោះឯងឈ្មោះថាជាបុគ្គលបណ្ឌិតហើយដូច្នេះយើងប្រាថ្នាខ្លួនជាបុគ្គលល្អមិនបាច់ចាំប្រាថ្នាឲ្យគេសរសើរថាខ្ញុំល្អខ្ញុំប្រសើរទេគឺយើងសាងធម៌ប្រសើរធម៌ល្អឲ្យខ្លួនឯងព្រោះយើងខ្ពង់ខ្ពស់យើងថ្លៃថ្លាមិនមែនដោយសារគេថាទេគឺលើទង្វើរបស់ដែលយើងធ្វើនឹងឯងព្រោះដរាបណាការកើតការចាស់ការឈឺឬស្លាប់នៅតែប្រព្រឹត្តទៅជាធម្មតាដរាបនោះចាំបាច់ទាមទារឲ្យយើងត្រូវតែរក្សានៅកុសលដើម្បីជាប្រយោជន៍ដល់យើងក្នុងការប្រព្រឹត្តនៅព្រហ្មចរិយធម៌ព្រោះកុសលនេះទាញឲ្យយើងទៅបដិសន្ធិក្នុងទីល្អកាលណាយើងកើតក្នុងទីប្រសើរយើងមានឱកាសក្នុងការរក្សាសេចក្តីល្អធ្វើសេចក្តីល្អដើម្បីជាប្រយោជន៍ដល់ការបដិបត្តិចេញចាកទុកនឹងឯងយើងស្វែងរកសុគតិដើម្បីប្រព្រឹត្តធម៌មិនមែនដើម្បីភ្លើតក្នុងវត្តដាក់ទេ
បើយើងឃើញថាជាតិនេះជាទុកពោលថាបើមិនមានការកើតទេក៏មិនមានការចាស់មិនមានការចាស់មិនមានការឈឺមិនមានការស្លាប់ទេអញ្ចឹងយើងគួរខំសាងអារឿងមិនល្អនឹងឲ្យច្រើនឬក៏យ៉ាងណាបើយើងបានដឹងបានឮពីរឿងទាំងអស់នឹងឯងថាគប្បីសាងអារឿងល្អឲ្យបានច្រើនឬក៏យ៉ាងម៉េចព្រោះអារឿងមិនល្អវានាំឲ្យផលជាទុក្ខជាទុក្ខរឿងខ្លះធ្វើខ្លះឲ្យផលបច្ចុប្បន្ននឹងទៅមករឿងកាប់ចាក់រឿងស្រីញីអូនបងដល់ច្រើនឲ្យផលក្នុងជាតិនឹងទៅមកតែហ៊ានសាហ៊ានធ្វើមិនយូរមិនឆាប់ទេបែកបាក់ព្រាត់ប្រាសវិនិច្ឆ័យខ្ចាយអន្តរាយអន្តរធានថាបើញោមមើលរឿងណាថាมันអាចស៊ីជម្រៅបានមើលរឿងតែត្រឹមអបាយមុខសពថ្ងៃព្រះបាននិយាយអត់ព្រះអង្គហាមណាព្រះអង្គមានពុទ្ធដីកាប្រាប់ឲ្យហើយអត់ថៃថត់តោសូរាថត់តោអាខៈថត់តោចយោនិរោលិទ្ធទាំងវិញ្ញាសេតិតាំងបរាភវតោមុខੰជនអ្នកប្រព្រឹត្តលបែងស្រីលបែងស្រាលបែងភ្នាល់ទាំងឡាយអំពើទាំងនោះនាំឲ្យអន្តរាយហើយឲ្យវិនាសព្រោះលបែងស្រីលបែងស្រាតកោថាតើយើងធ្លាប់យកពាក្យព្រះអង្គមកដាក់ក្នុងចិត្តយើងទេបើយើងមិនដាយកចិត្តព្រះអង្គយកខព្រះអង្គពាក្យព្រះអង្គនឹងមកដាក់ក្នុងចិត្តយើងទេវាសំតែអន្តរាយវិនិច្ឆ័យហើយព្រោះយើងមិនដាយកអារឿងដែលថាព្រះអង្គហាមមកដាក់ក្នុងចិត្តអញ្ចឹងវាតែងតែជួបសេចក្តីវិនិច្ឆ័យព្រោះមិនដាស្ដាប់មិនដាសិក្សាមិនដាវិចារណាមិនដាយករឿងល្អមកដាក់ក្នុងចិត្តឃើញការសេពគប់ហក់លោតភ្លើងពណ៌អីចុះឡើងទៅឈូឆោតាមគេអីគេទៅអាយើងឈូឆោអត់មានលំនឹងខ្លួនឯងហ្នឹងអាហ្នឹងវិនិច្ឆ័យខ្លួនឯងណាព្រោះអីព្រោះយើងអត់មានភាពនឹងណោជាម្ចាស់ការខ្លួនឯងយើងឈូឆោតាមគេយកស្គាល់ការងារខ្លួនយកស្គាល់កតបកិច្ចរបស់យើងឈ្មោះថាការងារច្បុកច្បល់អាការងារច្បុកច្បល់ព្រះអង្គថាម៉េចជាការងារមិនច្បុកច្បល់ជាមង្គលអត់ដល់ការងារច្បុកច្បល់មិនជាមង្គលទេអញ្ចឹងត្រូវតែមាននៅការងារមួយដល់នឹងស្គាល់ខ្លួនឯងស្គាល់ពេលវេលាស្គាល់កិច្ចការស្គាល់ច្បាស់លាស់បើយើងជាកូនចៅស្គាល់ការងារជាកូនចៅមិនប្រព្រឹត្តហួសអំពីកិច្ចការងារទូនាទីរបស់យើងត្រូវធ្វើតាមលំអានដែលជាកុលបុត្រកុលធីតាកូនចៅគោរពមេត្តាបិតាប្រតិបត្តិចំពោះមេត្តាបិតាកិច្ចយើងត្រូវធ្វើកិច្ចណាមិនត្រូវធ្វើយើងស្គាល់ការងារស្គាល់កតបកិច្ចរបស់យើងអានឹងឯងឈ្មោះថាជាការងារមិនច្បុកច្បល់នាំមកនៅមង្គលបើយើងមិនស្គាល់ការងារមិនស្គាល់នាទីយើងទេម្ដងនេះម្ដងនោះម្ដងលិចម្ដងកើតការចុះកើតឡើងកើតលិចកើតបោកនាំរឿងនាំឲ្យអន្តរាយវិនិច្ឆ័យអន្តរធានដល់ខ្លួនឯងនឹងឯងស្រ័យព្រះអង្គករណាគុណព្រះអង្គធំធេងណាស់ការដែលយើងឲ្យទ្រព្យទៅគ្នាឲ្យទ្រព្យឲ្យសម្បត្តិទៅអ្នកដតីវាអាចជួយជីវភាពគេបានប៉ុន្តែឲ្យចំណេះដឹងទៅគេឲ្យការចេះដឹងអាការចេះរកស៊ីទៅគេវាជាទ្រព្យយ៉ាងក្រៃលែងដូចគ្នាព្រះសម្មាសម្ពុទ្ធព្រះអង្គអត់បានឲ្យលុយឲ្យកាក់មកយើងទេប៉ុន្តែព្រះអង្គឲ្យនៅឱវាទជាធម្មឲ្យរស់ជាគុណប្រយោជន៍សម្រាប់យើងរស់នៅសប្តាហ៍នឹងឯងបើយើងអត់មានពធទេណាទោះបីតែធ្វើការជាមហាសេដ្ឋីមានលុយមានកាក់ជាមហាសេដ្ឋីលុយវល់ប៊ីលៀនក៏អត់មានក្តីសុខក្នុងចិត្តដែរព្រោះថាអត់ចេះស្កប់ស្កល់ចេះគ្រប់គ្រាន់ក្នុងអ្វីដែលខ្លួនឯងមានអត់ចេះគ្រប់គ្រាន់អត់ចេះស្កប់ស្កល់ចំពោះអីខ្លួនឯងមានចង់បានរហូតចឹងអីសេចក្តីសុខក្នុងចិត្តអត់មានទេមានលុយប៉ុណ្ណាក៏ដោយបើសិនជាអ្នកចេះស្កប់ស្កល់ជាមួយនឹងអីដែលមានរបស់តិចក៏សុខបានជាមួយរបស់តិចដែរមានច្រើនសុខតាមច្រើនទៅលំអោនកាយសង្រួមកាយបត់បែនកាយវិចារចិត្តតាមកលៈទេសៈហ្នឹងទៅនឹងសុខហើយតែបើយើងអត់ចេះទេចង់តែបានរហូតអីសុខអត់ឃើញទេអ្នកខ្លះគាត់មានលុយមែនប៉ុន្តែគាត់មានពេលវេលាសម្រាប់ខ្លួនឯងអត់មានពេលវេលាផ្ដោតដេកសុខខ្លួនឯងផងហ្នឹងបើខ្លះគាត់មិនមែនតែនិយាយតែឲ្យញាតិញោមបោះក្តីព្យាយាមការចិញ្ចឹមជីវិតទេប៉ុន្តែក្នុងការរស់នៅយើងត្រូវតែមានពេលវេលាមួយសម្រាប់ខ្លួនឯងពេលវេលាមួយសម្រាប់ប្រកបការងារពេលវេលាមួយសម្រាប់ចែកម្លែកអ្នកដទៃបើយើងគ្រាន់តែមានមកហើយអត់ចេះចែកម្លែកអ្នកដទៃអត់ប្រយោជន៍អ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្សែដោយសពៅពឹងសំប៉ានអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅជាគុណតម្លៃរបស់អ្នកមានដែលមានហើយជួយសង្គ្រោះអ្នកដទៃមិនមែនយើងមានហើយដើម្បីក្អួតក្អេងក្អាងមើងងាយជន់ប្រលិចជន់បន្ថោកជន់ប្រទាបអ្នកដទៃទេបើយើងមានហើយមកមើងងាយមកជន់ឆ្លីអ្នកដទៃអាហ្នឹងមិនមែនជាគុណសម្បត្តិជាគុណធម៌របស់អ្នកមានទេគ្រាន់តែបានតែល្អមើលទេតែល្អស៊ីទេឈ្មោះតែមានមែនតែជួយកើតកើតតែបើយើងមានហើយយើងចេះជួយសង្គ្រោះអ្នកដទៃ
ជួយក្មេងកំព្រាជាសប្បុរសធម៌ដល់ហើយណាមិនបាច់តែចាំតែធ្វើបន់វត្តផងឃើញអ្នកដតីស្រកសត់ចេះជួយគេតែណាមកណាឃើញអ្នកណាពិបាកឬក៏ថាឃើញអ្នកណាដែលគួរអាណិតឬក៏ថាបកគោខ្លះយើងទៅគួរពុតគង់ជួយជុំចែកអនាគតរបស់ពួកគេឲ្យបានល្អក៏យើងជួយទៅអានឹងឯងជាគុណធម៌របស់អ្នកមានពិតប្រាកដដល់អ្នកចេះដឹងវិញបើយើងចេះដឹងហើយយកមកមើងងាយអ្នកអត់ចេះឌីលគេឯងល្ងងមិនចេះស្អីទេមើងងាយគេមើងងាយអ្នកអត់ចេះហើយសួរតែអ្នកណាចង់ល្ងងអ្នកណាចង់ក្រអត់មានទេចឹងឯងបើសិនជាយើងបានមានចំណេះចេះដឹងចែកម្លែកអ្នកដទៃផ្ដល់ជាមេរៀនផ្ដល់ជាបទពិសោធន៍បង្ហាត់បង្ហាញដល់អ្នកដទៃក្នុងពធព្រះអង្គក៏ដោយបើយើងចេះឲ្យមកអំណុតកកាំងថាអូអញអ្នកត្រត្រង់វិន័យព្រះវិន័យត្រត្រង់ប្រសូតត្រត្រង់ព្រះអភិធម្មប៉ុន្តែបើយើងអត់បានចែកម្លែកដល់អ្នកដទៃយកព្រះធម៌របស់ព្រះអង្គមកផ្សព្វផ្សាយ